មារតីតែមួយក្រុមយុវជនបូជាការពីយុទ្ធធរក្រុមការបញ្ជាផ្ទាល់ពីអ្នកអង្គញាលេងនវត្រាបន្តស្រាក់ដៃគ្នាដល់រងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រកងទ័ពជុំមុខនិងប្រជាជនភៀសើកក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពីយុទ្ធធរក្រុមការដឹកនាំរបស់អ្នកអង្គញាលេងនវត្រានៅថ្ងៃទី16ខែធ្នូនេះបាននឹងកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគាំទ្រកងទ័ពជុំមុខនិងប្រជាជនភៀសឹកជាពិសេសបង្ហាញការគាំទ្រនិងជឿជាក់សម្ដេចតេជោសម្ដេចធិបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង្អាចក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកអង្គញាលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពីយុទ្ធធរបានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពុងឈរជើងក្បែរសមរភូមិនាំយកអំណោយជូនវីរៈកងទ័ពជួរមុខនិងជនភៀសឹកជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រួលទុក្ខលំបាកប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាងនៅពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាអាចបំបាក់បានសូម្បីតែកម្លាំងយោធានិងអាវុធដ៏ក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស